បាទថ្ងៃទី14 ខែសីហាឆ្នាំ2025ស្ថានភាពកូនឈើដែលយើងដាំខាងនេះជួរនេះយើងដាក់ដើមទៀបស្វិតណាមកជួរនៅដល់ដើមកម្ពុជាហើយលាយខ្នោមកកូនជួរកដាយើងដាក់ដើមមានយើងដាំបាន4កូននេះដល់ខាងមុខចិត្តដើមក្រូចហើយជួបគៀនយើងដាក់ដូង1 ម៉ែត្រហើយចន្លោះដូងមួយទៅដូងមួយយើងដាក់ដើមឈើមកកូនទៀតអានេះដូងកប៉ាល់ហើយចន្លោះនេះយើងដាក់កូនក្រូចកូនហើយដូងក្អូបមានខ្នោការ៉ុតហើយដូងដែរហើយថែមនេះមកកូនទៀត